អ្នកលេបថ្នាំលើសឈាមជាប្រចាំថ្ងៃត្រូវមានការប្រុងប្រយ័ត្នចំពោះផ្លែឈើមួយប្រភេទនេះការស្រាវជ្រាវបានរកឃើញថាផ្លែទៀបមានផ្ទុកប៉ូតាស្យូម ម៉ាញ៉េស្យូម ជាតិសរសៃនិងសារធាតុប្រឆាំងអុកស៊ីតកម្មដែលធ្វើការរួមគ្នាដើម្បីគ្រប់គ្រងដល់សម្ពាធឈាមដែលមានសុខភាពល្អមាតិកាប៉ូតាស្យូមខ្ពស់របស់ផ្លែទៀបជួយបន្ធូរសរសៃឈាមខណៈដែលជំរុញតម្រងនោមឲ្យបញ្ចេញសូឡូយ៉ូមលើសចេញពីរាងកាយសូឡូយ៉ូមតិចមានន័យថាការរក្សាជាតិទឹកតិចជាងមុនដែលបន្ថយសម្ពាធនៅក្នុងសរសៃឈាមការពិនិត្យឡើងវិញមួយដែលបានចេញផ្សាយនៅក្នុងទស្សនាវដ្តី Food បានបង្ហាញថាតុល្យភាពប៉ូតាស្យូមទៅសូឡូយ៉ូមអំណោយផលរបស់ផ្លែឈើនេះជួយគ្រប់គ្រងសម្ពាធឈាមនិងគ្រប់គ្រងដល់សុខភាពបេះដូងនិងសរសៃឈាមហើយផ្លែទៀបក៏ផ្គត់ផ្គង់ម៉ាញ៉េស្យូមផងដែរដែលជាសារធាតុរ៉ែដែលជួយបន្ធូរសាច់ដុំជុំវិញសរសៃឈាមអ្នកវិទ្យាសាស្ត្របានកត់សម្គាល់ថាម៉ាញ៉េស្យូមដើរតួស្រដៀងគ្នាទៅនឹងសារធាតុទប់ស្កាត់កាល់ស្យូមដោយកំណត់ការចូលកាល់ស្យូមទៅក្នុងកោសិកាសាច់ដុំដែលអនុញ្ញាតឲ្យសរសៃឈាមរីកធំនិងធ្វើឲ្យឈាមរត់ស្រួលយន្តការនេះក៏ត្រូវបានគូបញ្ជាក់នៅក្នុងការពិនិត្យឱសថសាស្ត្រនៃផ្លែឈើនេះផងដែរគុណវិបត្តិមួយទៀតដែលបានមកពីសារធាតុប្រឆាំងអុកស៊ីតកម្មរបស់វារួមមានវីតាមីន C និង polyphenol ការសិក្សានៅមន្ទីរពិសោធន៍បានបង្ហាញថាសមាសធាតុទាំងនេះការពារស្រទាប់សរសៃឈាមពីភាពតានតឹងអុកស៊ីតកម្មដែលអនុញ្ញាតឲ្យរាងកាយរក្សាការផលិតអុកស៊ីតអាសូតដែលជាសារធាតុគីមីធម្មជាតិដែលរក្សាសរសៃឈាមឲ្យមានភាពបត់បែននិងជំរុញលំហូរឈាមឲ្យមានសុខភាពល្អទោះបីជាយ៉ាងណាក៏ដោយអ្នកវិទ្យាសាស្ត្របានសង្កត់ធ្ងន់ថាផ្លែទៀបមិនមែនប្រើជំនួសថ្នាំនោះទេហើយអ្នកដែលប្រើថ្នាំបញ្ចុះសម្ពាធឈាមរួចហើយគួរតែពិគ្រោះជាមួយគ្រូពេទ្យមុនពេលទទួលទានផ្លែទៀបដែលសម្បូរទៅដោយប៉ូតាស្យូមយ៉ាងខ្លាំងពីព្រោះសម្ពាធឈាមអាចនឹងធ្លាក់ចុះទាបពេកនេះខ្ញុំសានលីម៉ាពី Sweet New និង Best TV LHR ប្រេងឥន្ធនៈមានគុណភាពខ្ពស់ល្អសម្រាប់យានយន្តលោកអ្នកក្រុមហ៊ុនថ្មម៉ាបៃលិនមានថ្មម៉ាបគ្រប់ប្រភេទគ្រប់ពណ៌ជាប់ធន់រឹងមាំសូមទំនាក់ទំនងទូរស័ព្ទលេខ012 545 492Sweet New and Best TV ព័ត៌មានក្នុងដៃអ្នកអ្នកវិទ្យាសាស្ត្របានប្រើ AI បង្កើតមេរោគ16ប្រភេទដែលមិនធ្លាប់មានក្នុងធម្មជាតិដើម្បីពិសោធន៍ថ្នាំថ្មីអ្នកវិទ្យាសាស្ត្រអាមេរិកបានបង្កើតវីរុសដំបូងពីគំនូរព្រាងបញ្ញាសម្បនិមិត្តដែលបង្កើនក្តីសង្ឃឹមសម្រាប់ថ្នាំថ្មីប៉ុន្តែក៏មានការព្រួយបារម្ភអំពីសុវត្ថិភាពនៃបច្ចេកវិទ្យានេះផងដែរយោងតាមកាសែត New York Times នៅក្នុងការសិក្សាថ្មីមួយដែលបានចេញផ្សាយនៅដើមខែសីហានៅក្នុងធានានុបវត្ត Sciences អ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Stanford និងវិទ្យាស្ថាន AOC ដែលជាអង្គការស្រាវជ្រាវមួយនៅ Palo Alto រដ្ឋ California បានបណ្ដុះបណ្ដាលបញ្ញាសម្បនិមិត្ត AIដើម្បីកំណត់អត្តសញ្ញាណគំរូរចនាសម្ព័ន្ធ DNA នៅក្នុងធម្មជាតិហើយបន្ទាប់មកប្រើប្រាស់ទិន្នន័យនោះដើម្បីសរសេររូបមន្តសម្រាប់ការបង្កើតមេរោគថ្មីទាំងស្រុងក្រុមស្រាវជ្រាវបានប្រើប្រាស់រូបមន្តដែលដំណើរការដោយ AI ដើម្បីបង្កើតម៉ូលេគុល DNA ដែលបន្ទាប់មកពួកគេបញ្ចូលទៅក្នុងបាក់តេរីដែលបានកែប្រែទាំងនេះបានផលិតមេរោគដែលមិនធ្លាប់មានពីមុនមកនោះទេនៅក្នុងធម្មជាតិមេរោគទាំងនេះគឺអាចឆ្លងទៅបាក់តេរីដទៃទៀតដែលបង្ហាញអំពីសមត្ថភាពរស់រានមានជីវិតរបស់ពួកវាក្រុមអ្នកស្រាវជ្រាវបានពឹងផ្អែកលើគំរូ AI មួយដែលមានឈ្មោះថា Evo ដែលត្រូវបានបង្កើតឡើងដោយ OpenAI ជំនួសឲ្យការវឹកហាត់គំរូជាមួយនឹងអត្ថបទពួកគេបានវឹកហាត់វាដោយប្រើលំដាប់ Zen ដែលយកចេញពីសត្វរុក្ខជាតិបាក់តេរីនិងវីរុសរាប់លានប្រភេទ
Evo បាន scan នុយក្លេអូទីតសរុបប្រមាណ 9,000 លានហើយបានកំណត់អត្តសញ្ញាណគំរូទូទៅនៅទូទាំងដើមឈើនៃជីវិតបន្ទាប់មកប្រើប្រាស់វាដើម្បីរចនា gen ថ្មីដែលសរសេរកូដសម្រាប់ protein លោក Samuel King ដែលជានិស្សិតបញ្ចប់ការសិក្សានៅឯសាកលវិទ្យាល័យ Stanford និងសហការីរបស់គាត់បានដាក់ Evo ឆ្លងកាត់ការបណ្ដុះបណ្ដាលមួយជុំទៀតទៅលើ gen ចំនួន 11 នៃវីរុស PHIX-174 និងពពួកសាច់ញាតិជិតបំផុតរបស់វាប្រហែល 15,000 gen ពួកគេក៏បានជ្រើសរើស PHIX-174 ពីព្រោះវីរុសនេះត្រូវបានអ្នកវិទ្យាសាស្ត្រសិក្សាអស់រយៈពេលជិត1ទសវត្សរ៍មកហើយវាគឺគ្រាន់តែជាប៉ារ៉ាស៊ីតនិងសម្លាប់បាក់តេរី E. coli ប៉ុណ្ណោះដូច្នេះវីរុសសរីនឹងគ្នានឹងមានសុវត្ថិភាពយោងតាមកាសែត The Guardian នៅពេលដែល Evo ស្គាល់ gen របស់ PHIX-174 និងពពួកមេរោគរបស់វាក្រុមស្រាវជ្រាវក៏បានស្នើសុំគំរូនេះសរសេរកំណែថ្មីនៃវីរុសអ្នកវិទ្យាសាស្ត្រក៏បានបង្កើតម៉ូលេគុល DNA ពីលំដាប់ចំនួន 280 ដែល Evo បានស្នើឡើងនៅពេលដែល gen ទាំងនោះរួចរាល់សម្រាប់ការធ្វើតេស្តលោក Samuel King និងសហការីក៏បានបញ្ចូលវាទៅក្នុងបាក់តេរីនៅលើចាន Petri នៅក្នុងចានជាច្រើនបាក់តេរីគឺបានលូតលាស់ជាធម្មតាប៉ុន្តែនៅក្នុងចានមួយអ្នកស្រាវជ្រាវបានកត់សម្គាល់ឃើញចំណុចផ្សេងៗគ្នាលេចឡើងនៅក្នុងភ្នាសថ្លារបស់បាក់តេរីដែលបង្ហាញថាវីរុសកំពុងតែចម្លងDNA ដែលក្រុមស្រាវជ្រាវបានបញ្ចូលទៅក្នុងបាក់តេរីគឺបានបង្កើតសម្បក protein ដែលមាន gen វីរុសបន្ទាប់មកវីរុសក៏បានចេញជាកោសិកាដែលបន្សល់ទុកសម្បករបស់វាសរុបមកក្រុមអ្នកស្រាវជ្រាវក៏បានរកឃើញ gen ចំនួន 16 ដែលជាប្រភេទវីរុស 16 ប្រភេទដែល Evo បានរចនាឡើងដើម្បីបង្កើតវីរុសថ្មីដែលអាចរស់បានពួកវាគឺកាន់តែធន់ជាងប្រភេទធម្មជាតិដោយខ្លះចម្លងលឿនជាងប្រភេទវីរុស PHIX-174 អ្នកវិទ្យាសាស្ត្រក៏នឹងត្រូវការធ្វើការពិសោធន៍បន្ថែមទៀតដើម្បីស្វែងយល់ថាតើ Evo មានអត្រាជោគជ័យស្រដៀងគ្នាដែរឬទេប្រសិនបើវឹកហាត់ទៅលើក្រុមវីរុសផ្សេងៗគ្នាការស្រាវជ្រាវនេះគឺបើកសក្តានុពលសម្រាប់ការប្រើប្រាស់ AI ដើម្បីបង្កើតវីរុសដែលមានប្រយោជន៍សម្រាប់វិទ្យាសាស្ត្រនិងជីវបច្ចេកវិទ្យាប៉ុន្តែទោះជាយ៉ាងណាក៏ដោយយោងតាម BBC លទ្ធផលស្រាវជ្រាវក៏បានលើកឡើងអំពីការព្រួយបារម្ភផងដែរថា AI អាចរួមចំណែកដល់ការបង្កើតអាវុធជាវិសាស្ត្រចំនួនថ្មីចាប់ពីជាតិពុលដ៏សាហាវរហូតដល់ជំងឺរាតត្បាតដែលមិនអាចបញ្ឈប់បាននាងខ្ញុំហៃសោភាពី Swift News និង Best TV LHR ប្រេងឥន្ធនៈមានគុណភាពខ្ពស់ល្អសម្រាប់យានយន្តលោកអ្នកក្រុមហ៊ុនថ្មម៉ាប៉ៃលិនមានថ្មម៉ាគ្រប់ប្រភេទគ្រប់ពណ៌ជាប់ធន់រឹងមាំសូមទំនាក់ទំនងទូរស័ព្ទលេខ012 545 492Swift News and Best TV ព័ត៌មានក្នុងដៃអ្នកចំណាយពេលមើលទូរទស្សន៍ច្រើនពេកធ្វើឲ្យខួរក្បាលលោកអ្នកតូចជាងមុននេះជាអ្វីដែលសាស្ត្រាចារ្យនៅសាកលវិទ្យាល័យនៅសហរដ្ឋអាមេរិកបានរកឃើញតើអ្នកសង្ស័យទេថាការចំណាយពេលច្រើនម៉ោងជារៀងរាល់ថ្ងៃនៅមុខទូរទស្សន៍មិនផ្ដល់អត្ថប្រយោជន៍ដល់ខួរក្បាលរបស់លោកអ្នកទេការសិក្សាមួយបានបង្ហាញថាអ្នកប្រហែលជាកំពុងជួបប្រទះបញ្ហាអ្វីមួយអ្នកស្រាវជ្រាវបានរកឃើញថាអ្នកដែលត្រូវបានរាយការណ៍ថាបានមើលទូរទស្សន៍ញឹកញាប់នៅពាក់កណ្ដាលជីវិតរបស់គេមានបរិមាណខួរក្បាលតូចជាងមុនរយៈពេលជាច្រើនឆ្នាំក្រោយមកនៅក្នុងផ្នែកដែលពាក់ព័ន្ធទៅនឹងភាសានិងការគិតម្យ៉ាងវិញទៀតការអង្គុយនៅកន្លែងធ្វើការត្រូវបានផ្សារភ្ជាប់ទៅនឹងការវាស់វែងខួរក្បាលដែលមានសុខភាពល្អផ្ទុយខុសពីការមើលទូរទស្សន៍តើមនុស្សគួរគិតយ៉ាងណាចំពោះការរកឃើញទាំងនេះតើនេះមានន័យថាដល់ពេលត្រូវបិទទូរទស្សន៍ជារៀងរហូតដែរឬទេដើម្បីជួយឆ្លើយសំណួរទាំងនេះលោកវេជ្ជបណ្ឌិត Lena Wen ដែលជាគ្រូពេទ្យសង្គ្រោះបន្ទាន់និងជាសាស្ត្រាចារ្យរងផ្នែក clinic នៅសាកលវិទ្យាល័យ George Washington បានប្រាប់សារព័ត៌មាន CNN ថានោះហើយជាអ្វីដែលការសិក្សានេះបានរកឃើញទោះបីជាវាសំខាន់ក្នុងការយល់ច្បាស់ពីអ្វីដែលអ្នកស្រាវជ្រាវបានវាស់វែងនិងអ្វីដែល
ដែលយើងអាចទាញចេញពីវាក៏ដោយការវិភាគទិន្នន័យពីអ្នកចូលរួមជាង 1700 នាក់នៅក្នុងការសិក្សារយៈពេលវែងដែលទទួលបានមូលនិធិពីវិទ្យាស្ថានសុខភាពជាតិអ្នកចូលរួមវ័យកណ្ដាលបានរាយការណ៍ពីភាពញឹកញាប់នៃការមើលទូរទស្សន៍និងចំនួនដងដែលពួកគេអង្គុយនៅកន្លែងធ្វើការនៅក្នុងឆ្នាំមុនចំពោះការមើលទូរទស្សន៍ពួកគេបានរាយការណ៍ដោយខ្លួនឯងនៅក្នុងកម្រងសំណួរស្តង់ដារមួយអំពីភាពញឹកញាប់នៃការមើលទូរទស្សន៍ដោយចាត់ចំណាត់ថ្នាក់ទម្លាប់របស់ពួកគេទៅជាប្រភេទមួយក្នុងចំណោម5ប្រភេទដែលមានដូចជាមិនដែលមើលទូរទស្សន៍កម្រមើលពេលខ្លះញឹកញាប់ឬញឹកញាប់ណាស់អ្នកចូលរួមដែលមានអាយុចាប់ពី45ដល់64ឆ្នាំនៅដើមដំបូងនៃការសិក្សាដោយមានអាយុប្រហែល53ឆ្នាំជាង2ទសវត្សរ៍ក្រោយមកពួកគេបាន scan MRI ខួរក្បាលរបស់ពួកគេអ្នកដែលបានរាយការណ៍ពីការមើលទូរទស្សន៍ញឹកញាប់ពេកជារឿយៗមានបរិមាណតិចនៅក្នុងតំបន់ខួរក្បាលជាច្រើនរួមទាំងផ្នែកដែលពាក់ព័ន្ធទៅនឹងការគ្រប់គ្រងការយល់ដឹងនិងភាសាក៏ដូចជាតំបន់ដែលងាយរងគ្រោះជាពិសេសនៅដើមដំបូងនៃជំងឺភ្លេចភ្លាំងអ្នកមើលទាំងនោះមានកម្រិតខ្ពស់នៃសារធាតុពណ៌សផងដែរដែលជាការផ្លាស់ប្ដូរដែលឃើញនៅក្នុងការ scan MRI ដែលឆ្លុះបញ្ចាំងពីការខូចខាតដល់សរសៃឈាមតូចៗរបស់ខួរក្បាលនិងត្រូវបានផ្សារភ្ជាប់ទៅនឹងការថយចុះការយល់ដឹងនិងមានជំងឺវង្វេងផងដែរការរកឃើញគួរឲ្យចាប់អារម្មណ៍នេះបង្ហាញថាមិនមែនសកម្មភាពអង្គុយទាំងអស់គឺសុទ្ធតែដូចគ្នានោះទេការអង្គុយមើលទូរទស្សន៍គឺជាសកម្មភាពអសកម្មខាងការយល់ដឹងពីព្រោះអ្នកមើលភាគច្រើនទទួលបានព័ត៌មានជាជាងដំណើរការវាយ៉ាងសកម្មចំណែកការអង្គុយនៅកន្លែងធ្វើការជារឿយៗពាក់ព័ន្ធទៅនឹងតម្រូវការផ្លូវចិត្តខុសគ្នាយ៉ាងខ្លាំងអ្នកធ្វើការប្រហែលជាអង្គុយដោយកំពុងឆ្លើយតបអ៊ីមែលធ្វើការលើគម្រោងមួយឬការប្រស័យតាក់ទងជាមួយនឹងមិត្តរួមការងារសកម្មភាពទាំងនោះភ្ជាប់បណ្ដាញខួរក្បាលច្រើនទោះបីជាអ្នកកំពុងតែអង្គុយក៏ដោយដូច្នេះការអង្គុយដូចគ្នាប៉ុន្តែការអង្គុយមើលទូរទស្សន៍ធ្វើឲ្យខូចដល់ខួរក្បាលប៉ុន្តែការអង្គុយនៅកន្លែងធ្វើការមិនធ្វើឲ្យប៉ះពាល់ដល់ខួរក្បាលនោះទេនេះខ្ញុំសានលីម៉ាពី Swift News និង Best TV អស់កម្លាំងបើកម្លាំងជាមួយបាកាលើកពីភេសជ្ជៈបើកម្លាំង Swift News and Best TV ព័ត៌មានក្នុងដៃអ្នក